រូបភាពរបស់អ្នកនាងឡាប៊ីយ៉ាដែលត្រីអនុរិយពន្ធនាគារនាំចេញទៅពិនិត្យសុខភាពផ្ទៃពោះម្ដាយនិងកូនដោយបញ្ជាក់ថាគិតត្រឹមថ្ងៃទី23ឆ្នាំ2026នេះគាត់មិនទាន់ត្រូវបានដោះលែងពីពន្ធនាគារនៅឡើយនៅប៉ុន្មានថ្ងៃនេះមានមហាជនអ្នកប្រើប្រាស់បណ្ដាញសង្គមជាច្រើនបាននាំគ្នាបង្ហោះរូបថតអ្នកនាងឆេងស្រីរតហៅឡាប៊ីយ៉ាដោយបានយល់ច្រឡំថារូបនាងត្រូវបានដោះលែងជាដើមតេតិនទៅនឹងករណីនេះបើតាមការបញ្ជាក់របស់សមត្ថកិច្ចខេត្តកណ្ដាលគិតត្រឹមថ្ងៃទី23ខែកុម្ភៈឆ្នាំ2026នេះអ្នកនាងឡាប៊ីយ៉ាមិនទាន់ដោះលែងពីពន្ធនាគារនោះឡើយតាមប្រភពបានបន្តថាសម្រាប់រូបភាពរបស់នាងដែលស្លៀកពាក់ខោអាវអ្នកទោសនោះគឺមន្ត្រីអនុរិយពន្ធនាគារនាំនាងទៅពិនិត្យសុខភាពនៅមន្ទីរពេទ្យដោយមានការអនុញ្ញាតពីតុលាការលើសពីនេះសមត្ថកិច្ចបានឲ្យដឹងថាក្រោយចាប់ខ្លួនឆេងស្រីរតហៅឡាប៊ីយ៉ាបានមួយសប្តាហ៍ទៅដឹងថាអតីតអ្នកលក់អនឡាញល្បីរូបនេះមានផ្ទៃពោះសូមរំលឹកផងដែរថានៅរសៀលថ្ងៃទី15ខែសីហាឆ្នាំ2025កម្លាំងស្នងការដ្ឋាននគរបាលខេត្តកណ្ដាលបានបញ្ជូនអ្នកលក់លេដ៏ល្បីឈ្មោះឆេងស្រីរតហៅឡាប៊ីយ៉ាដែលធ្លាប់មានងារជាអង្គការទៅកាន់សាលាដំបងខេត្តកណ្ដាលបន្ទាប់ពីបញ្ចប់ការស៊ូនាំនៅនាយកដ្ឋាននគរបាលការបញ្ជូនទៅកាន់តុលាការនេះដែរធ្វើឡើងបន្ទាប់ពីនៅព្រឹកថ្ងៃទី14ខែសីហាឆ្នាំ2025អ្នកនាងឡាប៊ីយ៉ាត្រូវបានកម្លាំងនគរបាលចាប់ខ្លួនក្រោមការសម្របសម្រួលពីតំណាងអាយកាអមសាលាដំបងខេត្តនិងឧត្តមសេនីយ៍តូឈឿនសុចិត្តស្នងការនគរបាលខេត្តកណ្ដាលការឈានដល់ការខាត់ខ្លួននេះធ្វើឡើងបន្ទាប់ពីអ្នកលក់លេល្បីឈ្មោះរូបនេះប្រើប្រាស់ពាក្យសម្ដីនៅលើបណ្ដាញសង្គមដែលមានលក្ខណៈញុះញង់ឲ្យប្រព្រឹត្តឧក្រិដ្ឋជាអាតនិងធ្វើឲ្យខូចទឹកចិត្តកងទ័ពបំបាក់ទឹកចិត្តកងទ័ពនិងប៉ះពាល់ដល់ប្រជាពលរដ្ឋខ្មែរពាក់ព័ន្ធបញ្ហាព្រំដែនកម្ពុជាថៃនិងប្រើប្រាស់ផលិតផលថៃ